បងប្អូននឹងទេនៅពេលដែលសៀមវាយក្រុងអង្គរបែកនៅឆ្នាំ1431និងក្រុងលង្វែកបែកនៅឆ្នាំ1594សៀមមិនត្រឹមតែប្លន់យកទ្រព្យសម្បត្តិនិងវត្ថុសក្ការៈតែប៉ុណ្ណោះទេប៉ុន្តែសៀមក៏បានប្រមូលយកក្បួនខ្នាតគម្ពីរចាប់មនុស្សទៅធ្វើជាទាសករកម្លាំងបាយនិងបានសម្រាំងយកធនធានខួរក្បាលរបស់ខ្មែរដែលមានដូចជាគ្រូរបាំសិល្បករអ្នកប្រាជ្ញមន្ត្រីចឹងជំនាញចឹងមាសចឹងតងចឹងចម្លាក់និងស្ថាបត្យករផ្សេងៗបញ្ញវន្តដែលចេះដឹងផ្នែកច្បាប់រដ្ឋបាលនិងហោរាសាស្ត្រត្រូវបានយកទៅរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋឲ្យអាណាចក្រសៀមដែលកំពុងរីកដុះដាលនៅសម័យនោះជាពិសេសនៅពេលដែលសៀមវាយបែកក្រុងលង្វែកដែលជាមជ្ឈមណ្ឌលចំណេះដឹងដ៏ធំរបស់ខ្មែរសៀមមិនត្រឹមតែវាយកំទេចនិងបំផ្លិចបំផ្លាញនិមិត្តរូបជាតិខ្មែរនោះទេប៉ុន្តែថែមទាំងបានលួចរាល់គម្ពីរវេជ្ជសាស្ត្រមានដូចជាថ្នាំខ្មែរក្បួនយុទ្ធសាស្ត្រសឹកក្បួនហោរាសាស្ត្រនិងច្បាប់រដ្ឋបាលដែលត្រូវបានសៀមដឹកជញ្ជូនតាមរទេះយកទៅស្រុកសៀមទាំងអស់ដោយសារមូលហេតុទាំងនេះហើយដែលធ្វើឲ្យខ្មែរបាត់បង់ក្បួនខ្នាតដើមជាច្រើនប៉ុន្តែសៀមបែរជាមានឯកសារទាំងអស់នេះទៅវិញចំពោះមូលហេតុដែលសៀមធ្វើបែបនេះគឺទី1ដើម្បីពង្រឹងអំណាចរបស់ខ្លួនឲ្យបង្ហាញថាខ្លួនគឺជាមហាអំណាចថ្មីបន្តវេនពីខ្មែរទី2គឺដើម្បីភាពថ្កុំថ្កើងព្រោះសម័យនោះសៀមមិនទាន់មានវប្បធម៌រឹងមាំទេចំពោះការយកវប្បធម៌ខ្មែរដែលរុងរឿងស្រាប់យកទៅធ្វើជារបស់ខ្លួនគឺជាផ្លូវកាត់មួយដ៏ល្អបំផុត